ព្រោះទឹកដីនេះជាទឹកដីរបស់យើងទាំងអស់គ្នាមិនមែនទឹកដីរបស់អ្នកដឹកនាំប្រមាណអ្នកទេទឹកដីរបស់ប្រជាជនមិនថាតែយើងនៅក្នុងសាលនឹងទេជាទឹកដីរបស់ប្រជាពលរដ្ឋយើងនៅចុងកាត់មុនយកទាំងអស់គ្នានោះដូច្នេះទាំងអស់គ្នាមានភារកិច្ចដើម្បីចូលរួមក្នុងកិច្ចការប្រទេសជាតិតាមលទ្ធភាពតាមទូនាទីរបស់អញ្ចឹងហើយបានយើងខំកាត់បន្ថយចំណាយនៅខាងលើនេះបដើតាមរយៈវិមាជការវិសាមញ្ញការអ្វីដែលខាងមូលដ្ឋានធ្វើបានឲ្យគេធ្វើទៅយើងបកលក្ខណៈឲ្យគេទៅគេធ្វើអីគេធ្វើថាសិទ្ធិសម្រេចទី1សិទ្ធិទីសិទ្ធិអូខេមានសិទ្ធិសម្រេចបានន័យថាធានាដោយច្បាប់កាលណាគេសម្រេចធានាដោយច្បាប់ទី2យើងផ្ដល់ធនធានឲ្យគេធនធានអីធនធានមានលុយកាក់ទ្រព្យសម្បត្តិអចលនៈទ្រព្យដីធ្លីអីនឹងជាដើមទី3យើងត្រូវតែបង្រៀនគេដែលគេហៅថាកសាងធនធានមនុស្សនោះបង្រៀនគេឲ្យគេចេះធ្វើការងារដែលគេទទួលបានសិទ្ធិនិងទទួលបានថវិកាធនធាននោះប្រមូលប្រមវាតែ3ហ្នឹងទេសិទ្ធិអំណាចដែលពីមុនមកមិនធ្លាប់មានទៅទេឲ្យមិនមែនសិទ្ធិទៅរើសកងកម្លាំងប្រដាប់អាវុធទេកសាងតបកសាងប៉ូលីសដល់ហើយប្រទេសខ្លះគេឲ្យប៉ូលីសមិនមែនថ្នាក់ជាតិទេគេឲ្យខេត្តរៀបចំទេប៉ូលីសប៉ុន្តែយើងអត់ទេយើងថ្នាក់ជាតិនៅឡើយទេប៉ូលីសជាតិអត់មែនប៉ូលីសខេត្តប៉ូលីសឃុំប៉ូលីសស្រុកទេប៉ូលីសគឺប៉ូលីសជាតិទេអាហ្នឹងយើងគ្រប់គ្រងតាមរបៀបវិសាមញ្ញការសពថ្ងៃនេះរដ្ឋមន្ត្រីរាជការស៊ីវិលយើងគ្រប់គ្រងវាមានវិសាមញ្ញការខ្លះវាមានផ្នែកខ្លះមជ្ឈការតែយើងមានបរិយាក្រិតស្ដីពីរដ្ឋមន្ត្រីរដ្ឋបាលស្របខណ្ឌមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិថ្ងៃនេះហើយដែលយើងកំពុងបានកំពុងអនុវត្តបដាទៅនេះនឹងក៏ក្នុងន័យចឹងដែរក្នុងន័យឥឡូវចង្វាយខេត្តប្រធានមន្ត្រីណាក៏ដោយខ្សែបដោយខ្សែទៅតឹងអីក៏ដោយបើគ្មានសំណើរបស់ខេត្តគឺរដ្ឋមន្ត្រីមិនអាចចេញប្រកាសបានតែកន្លងទៅវាមានបញ្ហាខ្លះទាំងទិសគ្នារវាងរដ្ឋមន្ត្រីចង់បាននៅនោះប៉ុន្តែខេត្តចង់បាននេះមានខ្លះក៏ប៉ុន្តែនឹងជាដំណើរការធម្មតាទេដំបូងវាអញ្ចឹងហើយដូច្នេះអត់ធ្ងន់ដោះស្រាយទៅគឺខ្ញុំគិតថាដល់តម្លៃឲ្យមូលដ្ឋានច្រើនជាងតែកាលណាមូលដ្ឋានចង់បានណាគេវាយដំណើរព្រោះគេមានសមូហភាពរបស់គេអភិបាលខេត្តគូកងយើងហើយជាមួយគណៈជាមួយអភិបាលរងព្រោះឲ្យយកទៅដាក់ឆ្លងក្រុមប្រឹក្សាអនុម័តហើយបានធ្វើឯកសារតាមនីតិវិធីទៅរដ្ឋមន្ត្រីក្រសួងណាមួយចេញប្រកាសទូស្គាល់តែប៉ុណ្ណឹងអានោះថ្នាក់ប្រធាននេះក្នុងន័យថាធ្វើម៉េចឲ្យរដ្ឋបាលយើងវាឯកភាពឲ្យភាពអញ្ចឹងគឺគាត់ទៅធ្វើការចំណុះគាត់ស្ដាប់ខេត្តណាបាទដល់អនុប្រធានទីចុះរហូតទៅគឺអត់បាច់ស្នើក្រសួងណាទៀតទេអត់មានស្នើរដ្ឋមន្ត្រីណាគាត់តែងតាំងខ្លួនឯងមកក្រុមប្រឹក្សាហ្នឹងអនុម័តហើយគឺឲ្យបានខេត្តសញ្ញេខ្វល់តែងតាំងអានេះហ្នឹងឯងដែលហៅថាអំណាចគ្រប់គ្រងមនុស្សណាតែពីមុនវាអត់មានឃើញទេដល់អំណាចលុយក៏ដូចគ្នាយើងបានកែតម្រង់បដាឥឡូវយើងក៏ពង្រឹងរដ្ឋបាលអីពង្រឹងណែខាងក្រៅមាននិយាយដែរបើខ្ញុំជាឱកាសហ្នឹងខ្ញុំនិយាយនេះទៅអានេះអំណាចលុយកាក់យើងកំពុងតែពង្រឹងមូលនិធិឃុំសង្កាត់ពង្រឹងមូលនិធិស្រុកខណ្ឌនេះខ្ញុំចង់បញ្ជាក់អញ្ចឹងទេរឿងសន្តិសុខស្ថិរភាពនយោបាយសន្តិភាពស្ថិរភាពនយោបាយវាជាកត្តាកំណត់ហើយដើម្បីប្រទេសជាតិមាននិរន្តរភាពគឺការពង្រឹងលទ្ធិប្រជាធិបតេយ្យពីព្រោះថាជួនអីប្រទេសខ្លះដោយសារយើងវាមានចំណុចពិសេសដូចបានជម្រាបខាងលើថាយើងមានសុខសន្តិភាពមែនក៏ប៉ុន្តែត្រូវបូកជាមួយហៅថាការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីភូមិនេះដើម្បីវាធានានិរន្តរភាពយូរវែងធានានិរន្តរភាពយូរវែងនេះចំណុចទី1ទី2អំពីសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក៏បីជំរុញលើកទឹកចិត្តប្រជាពលរដ្ឋក្រុមមជ្ឈដ្ឋានឲ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីរួមគ្នាបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទឥឡូវនេះ